ការប្រឡងបាក់ឌុបនៅសល់ពេលតែ2ខែទៀតទេបើសិនជាខ្ញុំរាប់ឥឡូវដូចជាការប្រឡងបាក់ឌុបឥឡូវលើកទៅដល់ខែ8អញ្ចឹងវានៅសល់ពេលតែ2ខែទៀតហើយបើសិនជាអ្នកទាំងអស់គ្នាអត់បានត្រៀមខ្លួនទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រៀមខ្លួនពីឥឡូវដោយសារតែយើងនៅសល់ពេល12ខែហ្នឹងគឺរយៈពេលរៀងខ្លីហើយបើសិនជាអ្នកទាំងអស់គ្នាអត់បានត្រៀមខ្លួនសោះហើយចង់បានទេល្អវារៀងពិបាករៀងបាក់តិចប៉ុន្តែវាមិនមែនអាចទៅរួចបានទេដោយសារតែគ្រប់រឿងទាំងអស់គឺសុទ្ធសឹងតែ possible ទៅរួចអញ្ចឹងដូចរឿងហ្នឹងអញ្ចឹងគឺវាអាចទៅរួចដែរវាមិនមែនអត់មានផ្លូវដើរសោះតែកាន់តែល្អមួយហ្នឹងឯងប៉ុន្តែគឺផ្លូវដើរហ្នឹងរៀងទៅព្រោះមានខ្លះចាប់តាមពីដើមឆ្នាំមកហើយអ្នកខ្លះគាត់ចាប់តាមពីទី9ទី10មកអញ្ចឹងទៅគាត់បានត្រៀមខ្លួនច្រើនដើម្បីរកទៅនៅទេសល្អផងគាត់ប៉ុន្តែបើសិនជាត្រៀមខ្លួនរយៈពេល2ខែហ្នឹងសម្រាប់ខ្ញុំគឺរៀងពិបាកមែនប៉ុន្តែស៊ីសងលើអ្នកទាំងអស់គ្នាតស៊ូប៉ុណ្ណាអញ្ចឹងខ្ញុំមាន2ចំណុចសម្រាប់បង្ហាញទៅអ្នកទាំងអស់គ្នាដែលអាចជួយអ្នកទាំងអស់គ្នាហ្នឹងព្រោះយើងនឹងអាចប្រឡងបាននិទេសល្អហ្មងក៏យើងអាចបានធ្លាប់ឬក៏បាននិទេសល្អមកគួយបានដែរបើសិនជាអ្នកទាំងអស់គ្នាទៅផ្ដើមពីឥឡូវអញ្ចឹងចំណុចទី1គឺទៅលើ mindset ខ្ញុំធ្លាប់និយាយច្រើនដងហើយទៅលើ mindset ទៅលើផ្នត់គំនិតយើងត្រូវដឹងសិនថាយើងធ្វើអាហ្នឹងគឺយើងធ្វើដើម្បីអីគេយើងរៀនរងថ្ងៃហ្នឹងគឺយើងរៀនដើម្បីអីគេដូចខ្ញុំកំពុងរៀនទៅលើមុខជំនាញរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់បានការងារធ្វើទៅលើមុខជំនាញរបស់ខ្ញុំហ្នឹងដើម្បីយកទៅប្រកបជាអាជីពរកហើយបានគេឈ្មោះមកអាហ្នឹងគឺជា main point របស់ខ្ញុំអីដែលខ្ញុំបានខ្ញុំខំប្រឹងរងថ្ងៃហ្នឹងខ្ញុំចង់ឲ្យគ្រួសាររបស់ខ្ញុំមានមុខមានមាត់ខ្ញុំចង់ឲ្យខ្លួនឯងរបស់ខ្ញុំអាចថាមិនលេចធ្លោហ្មងគឺខ្ញុំអាចមានមុខមានមាត់នៅក្នុងសង្គមដែលជួយសង្គមបានច្រើនដែរអញ្ចឹងអាហ្នឹងគឺជាផ្នត់គំនិតរបស់ខ្ញុំឥឡូវអ្នកនរគ្នាឥឡូវយើងកំពុងតែនៅក្នុងការសិក្សាយើងកំពុងជានៅក្នុងការប្រឡងបាក់ឌុបអញ្ចឹងរយៈពេល2ខែហ្នឹងយើងត្រូវមើលសិនថាយើងខំរៀនរាល់ថ្ងៃហ្នឹងគឺយើងខំរៀនដើម្បីអីគេយើងរៀនរាល់ថ្ងៃយើងរៀនដើម្បីអីគេខ្លួនឯងដើម្បីមុខជំនាញដែលថាយើងចង់ទៅរៀននៅសាកលវិទ្យាល័យយើងខំរៀនដើម្បីគ្រួសារបំបីណាគេម្នាក់អូខេយើងសុទ្ធតែមានជាជំរឿនខ្លួនឯងថាយើងរៀនដើម្បីអីគេអាហ្នឹងគឺជាជំរឿនរបស់យើងហើយនៅពេលដែលយើងដឹងហើយយើងចាប់ផ្ដើមរៀនផ្លែមកបើសិនជាយើងចង់បានរបស់ហ្នឹងយើងចង់បានឡានយើងចង់បានផ្ទះយើងចង់ទិញដីយើងខំរកលុយយើងបានលុយណាយកទិញតែខ្ចីគេពឹងដើមគេដក not possible រឿងហ្នឹងវាអត់ possible ទេវាអាចទៅរួចទេវាយើងខំតែខ្លួនឯងយើងចង់បាននិទេសចង់បាននិទេសល្អរៀនចាប់ដើមពី0បើសិនជាចាប់ដើមពី0យើងអត់ចេះអីរៀនអញ្ចឹងទី2ហ្នឹងគឺរៀនបើសិនជាអ្នកទាំងអស់គ្នានៅសល់ពេល2ខែទៀតទេដើម្បីរៀនអញ្ចឹងយើងត្រូវរៀនចង់ចេះរៀនចង់ប្រកែរៀនអញ្ចឹងរៀនមិនឥឡូវខ្ញុំបែងចែកវាជា2ចំណែកការប្រឡងផ្នែកសង្គមការប្រឡងផ្នែកវិទ្យាសាស្ត្របើសិនជាអ្នកទាំងអស់គ្នាផ្នែកសង្គមគឺយើងត្រូវទិញមេរៀនច្រើនដូចខ្ញុំផ្ទាល់ខ្ញុំមានវិធីសាស្ត្រទិញមេរៀនផ្នែកមួយខ្ញុំចូលចិត្តទិញមេរៀន record ជា voice ហើយបន្តមកទៀតខ្ញុំយក voice ហ្នឹងមកអង្គុយស្ដាប់ពេលខ្ញុំតនេពេលខ្ញុំជិះម៉ូតូពេលខ្ញុំគេងមុនគេងពេលនៅពីគេងអាហ្នឹងវាជាជំនួយមួយសម្រាប់ខ្ញុំអ្នកខ្លះចូលចិត្តខាងសរសេរអ្នកខ្លះចូលចិត្តខាងទិញនិយាយថ្មីឲ្យលឺអាហ្នឹងគឺជាវិធីសាស្ត្ររបស់យើងផ្នែកផ្សេងគ្នាប៉ុន្តែសម្រាប់ខ្ញុំrecommend អ្នកនរគ្នាបើចង់ទិញមេរៀនចាំ record voice ស្ដាប់ពេលយើងតនេពេលយើងគេងពេលយើងចូលយើងស្ដាប់បានជិះម៉ូតូយើងស្ដាប់បានអញ្ចឹងយើងស្ដាប់បានរហូត voice របស់យើងមួយហ្នឹងហើយយើងត្រូវចាំឧទាហរណ៍ថាខ្ញុំលើកទៅលើមុខជាប្រវត្តិមួយមិននិយាយចំពោះមុខជាប្រវត្តិបើសិនជាយើងចង់រៀនទៅលើមុខជាមួយហ្នឹងយើងត្រូវដឹងពីទៅលើព្រឹត្តិការណ៍ផ្សេងទៅលើសម័យកាលផ្សេងប្រទេសកម្ពុជារបស់យើងឆ្លងកាត់សម័យកាលច្រើនត្រូវអត់មានប្រជាច្រើនត្រូវអត់ថ្នាក់សម័យអង្គរសម័យឧដុង្គរដ្ឋកម្ពុជាសាធារណរដ្ឋហើយអីគេរបបបល្ល័ង្កពូជសាសន៍ហើយគេទៀតនយោបាយឈ្នះអាហ្នឹងគឺជាមេរៀនដែលគេធ្លាប់ចេញពីមុនអញ្ចឹងយើងមើលដឹងហើយគេសង្គ្រាមផោយបាក់នៅសង្គ្រាមមានគេខ្លះខូចខាតហេដ្ឋារចនាសម្ព័ន្ធបែកបាក់សាមគ្គីអាហ្នឹងជាមូលហេតុហើយគេទៀតបរទេសឈ្លានពានហើយគេទៀតអាហ្នឹងយើងត្រូវលើក point ហ្នឹងយកមករាល់សង្គ្រាមទាំងអស់សុទ្ធតែអីគេខូចហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហើយនេះគឺជាចំណុចមួយថាយើងលើកមកបានទេហើយមួយទៀតឥឡូវឆ្នាំខ្ញុំអត់ recommend អ្នកទាំងអស់គ្នាបើសិនជាយើងទិញឆ្នាំបានអូខេ good បើសិនជាយើងក្នុងការទិញឆ្នាំទិញព្រឹត្តិការណ៍មើលព្រឹត្តិការណ៍ហ្នឹងឲ្យចាំសិនហើយវាចាំយើងលើកយកឆ្នាំមកហើយបន្តមកទៀតទៅលើផ្នែកវិទ្យាសាស្ត្រយើងនឹងសិក្សាមានគណិតរូបគីមីជីវៈប្រវត្តិដែរខ្មែរអញ្ចឹងយើងភាគច្រើនតទៅជាមួយបាតុគូតហើយនឹងការដោះស្រាយទៅអាគ្រីសឹមដូចជាគណិតវិទ្យាខ្ញុំ recommend អ្នកទាំងអស់គ្នាចាប់ផ្ដើមមកហាត់បើសិនជាយើងអត់តង់ចាប់ផ្ដើមពី foundation ពីមូលដ្ឋានគ្រឹះទេរៀនពីតូចមកគណិតវិទ្យាដូចជាគេផ្នែកសម័យកាល differential
អីគេអង្គទីក្រៅយើងធ្វើលំហាត់ពីតូចៗមកយើងមិនធ្វើលំហាត់ធំពេកតែហត់ណាគឺយើងគិតថាចំណាត់ខ្លួនឯងមួយថ្ងៃយើងមិនតន់10នាទីក្នុងការធ្វើវិញ្ញាសាមួយថ្ងៃ5មុខហ្នឹងវាហត់ក៏ធ្វើបាន3មុខដែរក្នុងវិញ្ញាសាក្នុងមួយថ្ងៃពិនិត្យរូបគីមីបាន3ហ្នឹងហើយយើងមិនតន់កំណត់មកហើយតែមកទៀតយើងបើសិនជាយើងតាក់ឡើងណាមិនតន់មើលស្បែកកណែកាយសិនរៀនដោះស្រាយរៀនរហូតដល់យើងអូខេណាយើងដោះស្រាយបានយើងគិតអត់ចាញ់ធ្វើមកមើលផ្លូវកណែអូខេហ្នឹងវាចាប់តាមមិនចេះសេណារីយ៉ូរបស់វាដំបូងវាចាប់ដើមមកខ្វាញ់មួយនេះពីចំណុចមួយនេះហើយតាមមកទៀតយើងត្រូវធ្វើមិនអាហ្នឹងគឺជាចំណុចមួយដ៏សំខាន់ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើហើយមួយទៀតនៅក្នុងវិទ្យាសាស្ត្រមិនមានតែការនេះតែបាតុភូតអីទេយើងមានតែការទិញមេរៀនដូចជាប្រវត្តិយើងទិញខ្ញុំប៉មកទៅយើង record voice យើងជិះស្ដាប់រហូតបើយើង record voice ពេលណាក៏យើងស្ដាប់បានដែរយើងស្ដាប់ voice ខ្លួនឯងបានទៀតអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំនេះ comment នៅក្នុងនេះខ្លាំងមែនទែនប៉ុន្តែអានេះគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំទិញមេរៀនសង្ឃឹមថាអ្នកទាំងអស់គ្នាយកហើយអនុវត្តទៅទោះបានជោគជ័យនៅពេលខាងមុខយើងសល់ពេល12ខែខំប្រឹងមានពេលតែខំប្រឹងឯងសល់ពេល12ខែទីខែ8យើងប្រឡងអត់ដប់ហើយនិយាយទៅយើងគិតសាច់រៀននៅសល់តែយ៉ាងក្នុង2ខែហ្នឹងអញ្ចឹងតស៊ូការរៀនរយៈពេល12ឆ្នាំយើងត្រូវបង្ហាញនៅក្នុងពេល12ថ្ងៃទេយើងបានសញ្ញាបត្រហ្នឹងយើងចង់ធ្វើអីបានច្រើនទៅតរៀនសាកលវិទ្យាល័យទៅមុខជំនាញដែលយើងស្រឡាញ់យើងទៅអីគេ exchange program យើងទៅសិក្សានៅបរទេស good luck អ្នកទាំងអស់គ្នាសំណាងល្អសម្រាប់ការប្រឡងនេះពេលខាងមុខរយៈពេល2ខែទៀតតស៊ូចង់ចេះរៀនអនុវត្តមិនគ្រាន់តែទិញទេមិនគិតវិទ្យាយ៉ាងអញទិញបានទេអនុវត្តរៀនដោះស្រាយរហូតដោះស្រាយរាល់ថ្ងៃមួយថ្ងៃឆានតិចក៏បានដែរមួយថ្ងៃចេះតែ 10% ក៏បានដែរសំខាន់គឺយើងធ្វើរាល់ថ្ងៃវាជាទម្លាប់យូរទៅបើសិនជាយ៉ាងហ្នឹងយើងបានធ្វើលំហាត់គឺយើងអត់សក់ទេអានេះគឺជាទម្លាប់ហើយយើងចាប់ធ្វើពី2អាទិត្យឡើងទៅទម្លាប់ហ្នឹងគឺវានឹងកាត់ឯង